លោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីសម្រាប់ព្រឹត្តិការណ៍ព័ត៌មានចុងក្រោយគឺយើងផ្ដោតសំខាន់ទៅលើព័ត៌មានសេដ្ឋកិច្ចដែលកាលពីចុងសប្តាហ៍កន្លងទៅគឺមានពិធីសម្ពោធជាផ្លូវការនៅផលិតផលមួយដែលមានឈ្មោះថា Coco Max និង T24 ដែលការសម្ពោធនេះគឺបានប្រព្រឹត្តឡើងនៅផ្សារទំនើប Aeon ដើម្បីចែកចាយលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជានៅក្នុងនោះដែរអគ្គនាយកក្រុមហ៊ុន Cambodian Thai Logistics and Trading Co Ltd គឺលោក Anix Bunumak ដែលជាអគ្គនាយកក្រុមហ៊ុនមានប្រសាសន៍ថាក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនដឹកជញ្ជូននៅគ្រប់ប្រទេសនិងផលិតផលជាច្រើនប្រភេទដែលបាននាំចូលផលិតផលមកពីប្រទេសថៃនិងបាននាំចូលផលិតផលថ្មីប្រកបដោយគុណភាពខ្ពស់និងមានផាសុកភាពដែលមានឈ្មោះថា Coco Max និង T24 ដើម្បីមកបំពេញតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជាស្របពេលជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងមានភាពរីកចម្រើនហើយប្រជាជនក៏មានតម្រូវការជាមួយផលិតផលដែលទាន់សម័យប្រកបដោយគុណភាពនិងផាសុកភាពលោកបានបញ្ជាក់ផងដែរថាភេសជ្ជៈទាំងពីរប្រភេទនេះគឺជាប្រភេទភេសជ្ជៈដែលបើកម្លាំងថ្មីជួយបង្កើនថាមពលនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយហើយជាភេសជ្ជៈដែលមានលក្ខណៈធម្មជាតិស្រស់ដែលមានរសជាតិទឹកដូងក្រអូបសុទ្ធ 100% ហើយមានផ្ទុកដោយសារជាតិបំប៉នសុខភាពជាច្រើនដូចជាប៉ូតាស្យូមកម្រិតខ្ពស់សារជាតិម៉ង់ហ្គាណេសម៉ាញ៉េស្យូមកម្រិតខ្ពស់កាល់ស្យូមកម្រិតខ្ពស់ក៏ដូចជាហ្វូស្វ័រនិងសូដ្យូមផងដែរចំពោះផលិតផល Coco Max និង T24 ហើយលោកបានបញ្ជាក់ថានៅក្នុងឆ្នាំ2016ខាងមុខនេះក្រុមហ៊ុនរបស់លោកនឹងមានគោលដៅក្នុងការសម្រេចឲ្យបានក្នុងការចែកចាយផលិតផលទាំងពីរប្រភេទខាងលើឲ្យបានគ្រប់ខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង